សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង Fate Chooses You ភាគទី17ជាបន្តទៀតដែលការពិភាក្សាមុនយើងបានដឹងថាសៀវមីនឹងចង់ធ្វើដំណើរទៅកាន់សៀងខាងជើងដើម្បីជួបជាមួយនឹងលូឈីងសួរគេច្បាស់ហេតុអ្វីបានជាគេនឹងរៀបការជាមួយនឹងហើយចាប់បាច់កុហកនាងអីអញ្ចឹងណាក្នុងចំណោមផ្លូវទាំងអស់ទៅកាន់ប៊ីងសៀងគេក៏បានជ្រើសរើសផ្លូវខាងលិចដើម្បីធ្វើដំណើរទៅផងដែរអាសង្ហាក៏មានការព្រួយបារម្ភបន្តិចដែរព្រោះគ្រូរបស់គេនឹងកំពុងតែរងចាំដំណើររបស់អ្នកទាំងពីរត្រឡប់ទៅវិញណាមួយទីក្រុងប៊ីងសៀងវាធំខ្លាំងណាស់ប្រសិនបើគេចង់រកមនុស្សម្នាក់ប្រហែលជាអាចចាយអស់រយៈពេលជាងកន្លះឆ្នាំឯណោះក្នុងចិត្តរបស់អាសង្ហាលូឈីងមិនមែនជាមនុស្សល្អនោះទេដែលបោកបញ្ឆោតទៅកាន់បងស្រីរបស់ខ្លួនដើម្បីរៀបការព្រោះឃើញនាងស្អាតដោយសារគេនឹងសាកសមនឹងស្លាប់ទេផងតែស៊ីនវ៉ៃនៅតែជឿជាក់លើលូឈីងអញ្ចឹងព្រោះតាមសមត្ថភាពរបស់គេដូចគ្នាអ្វីចង់កេងចំណេញទៅលើនាងនោះឡើយម្យ៉ាងវិញទៀតនៅពេលដែលនាងចូលពីលើភ្នំក៏មានកំណត់ស្វែងរកបរិសម្នាក់ដែលរៀបនឹងស្លាប់ដើម្បីផ្លាស់ប្ដូរវាសនាស៊ីប្តីរបស់នាងតែពេលបានរៀបការជាមួយគាត់ប្រហែលជានាងនឹងគិតថាគាត់ត្រូវរងអយុត្តិធម៌បានជាទៅកាន់រាជធានីដើម្បីសងសឹកឲ្យគាត់តាមសម្ដីម្ចាស់ផ្ទះសំណាក់នឹងរឿងបអមតៈទាំងអស់ឡំពាត់នាងនៅក្នុងរាជធានីនាងច្បាស់ខ្លាំងណាស់ថាគេនឹងឯងគឺជាអ្នកជួយខ្លួនហើយសមត្ថភាពរបស់គេពិតជាខ្លាំងក្លាមែនទែនមិនបានជាគេនឹងមានឆន្ទៈតស៊ូជាមួយនឹងសេចក្តីស្លាប់ដែលត្រូវដាក់ទោសបែបនោះម្យ៉ាងវិញទៀតប្រសិនបើនាងនឹងដឹងអំពីការពិតក៏នាងវាយមិនឈ្នះគេនោះដែរមិនបានជាគេនឹងចាំបាច់លុបការចងចាំរបស់នាងចោលធ្វើអីឬនៅក្នុងចលឹងភ្នំឈូលីងក៏អាចបញ្ជាក់ថាគេគ្មានកំណត់ក្នុងការធ្វើបាបនាងនោះទេព្រោះគេបានជួយសង្គ្រោះនាងជាច្រើនលើកជាច្រើនសារហើយបានបកគលកុចខុងសារនឹងមកឲ្យនាងទៀតនេះបញ្ជាក់ថាគេនឹងគឺជាមនុស្សស្មោះត្រង់គិតគូរដល់រីហើយក៏ជាមន្ត្រីម្នាក់ដែលស្អាតស្អំផងដែរមិនមានកំណត់លោភលន់ហើយក៏មិនចង់ស្វែងរកនៃភាពអមតៈដូច្នេះបានជានាងចង់ដឹងចម្លើយចេញពីមាត់របស់ខ្លួនតាមការរៀបរាប់របស់ស៊ីនមីអាសង្ឃគេអាចយល់យ៉ាងច្បាស់ស៊ីនមីព្យាយាមនិយាយល្អទៅកាន់លូឈីងហាក់បីដូចជានាងនឹងកំពុងតែមានចិត្តឲ្យគេបដាបដាហើយតែនាងអត់ទទួលស្គាល់នោះទេបានត្រឹមយកលេសថាចង់យកការចងចាំរបស់នាងត្រឡប់មកវិញសាច់រឿងជាបន្តក៏បានបង្ហាញអំពីបឋមឈិនហុងដែលហៅមេដឹកនាំនៃសាខាផ្សេងៗរបស់ខ្លួននឹងមកប្រជុំពួកគេត្រូវបានដាក់ងារជាស្ដេចនៃតំបន់នីមួយៗក្នុងការគ្រប់គ្រងដែលឃើញជីងមកប្រជុំជាមួយខ្លួនពួកគេអត់ពេញចិត្តនោះទេក៏លើកលែងថានាងមិនជាសិស្សធម្មតាទទួលបានឋានៈបែបនេះដោយសារការបម្រើលោកគ្រូរបស់គេទាំងយប់ទាំងថ្ងៃបើប្រៀបធៀបលើការបណ្ដុះបណ្ដាលវិជ្ជាសិលអីអាចថាសាខារបស់ពួកគេនឹងអាចឈ្នះនាងតែបើសិនបើរឿងផ្សេងវិញគេក៏មិនហ៊ានធានានោះដែរជីងស្ដាប់លើបែបនេះហើយក៏មិនបានខ្លាចទៅកាន់ពួកគេនោះទេតាមតែនិយាយតបទៅកាន់ម្ចាស់សាខាដែលមានឈ្មោះថាវងជីងប្រសិនបើគាត់ចង់ចេះអីនាងអាចបង្រៀនគាត់បានពួកឲ្យម្ចាស់សាខាវងជីងពិតជាខ្មាស់អ្នកដែលនៅទីនោះខ្លាំងមែនទែនបន្តិចក្រោយមកទ្វារនៃសាធំក៏បានរបើកលេចឡើងនៃនារីម្នាក់នាងក៏មានឋានៈជាស្ដេចមួយនៅក្នុងបច្ឆេងហុងដែលមានឈ្មោះថាទីលីងមកហើយអ្នកទាំងអស់គ្នាឲ្យចូលខាងក្នុងព្រោះលោកគ្រូនឹងកំពុងតែរងចាំក្រោយពេលដែលពួកគេបានចូលទៅខាងក្នុងគោរពទៅកាន់លោកមេប៉ាដែលមានឈ្មោះថាហ្វូធានចំណែកឯបរិសុទ្ធដែលនៅជិតគាត់នោះក៏ជាស្ដេចមួយនៅក្នុងបច្ឆេងហុងមានឈ្មោះថាប៉ារីថ្ងៃនេះលោកមេប៉ាបានហៅពួកគេមកប្រជុំព្រោះនិយាយអំពីរឿងសាខារបស់លោកហឺដែលត្រូវខូចខាតជាទាំងងន់លោកហឺបាត់បង់ជីវិតហើយអ្នកកាន់សាសនាផ្សេងទៀតក៏ស្លាប់ច្រើនអីចឹងណាជាទាន់ចប់ផងសពវងជីងនឹងគេចេញមកចង់សងសឹកជំនួសលោកហឺតែលោកមេប៉ាបែរជាឲ្យគេនឹងថយក្រោយវិញសួរយោបល់អំពីជីងថានាងគិតយ៉ាងណាដែរទើបជីងនិយាយអំពីរឿងនៅក្នុងរាជធានីដែលបានប្រយុទ្ធជាមួយនឹងអ្នកបណ្ដុះបណ្ដាលម្នាក់នោះថានាងមានសមត្ថភាពគួរឲ្យកត់សម្គាល់ដែលអាចសម្រាប់ទៅកាន់លោកគូបានការវឹកហាត់ខានឡើងឆាប់រហ័សបែបនេះហើយនាងពិតជាសង្ស័យខ្លាំងមែនទែនថាម្នាក់នោះគឺជាធីតាឋានសួគ៌តែវងជីងនៅតែឌឺដងដាក់ជីងអញ្ចឹងថានាងគ្មានសមត្ថភាពអាចសម្រាប់អ្នកដែលកម្រិតឈីបានដោយស្នើសុំលោកមេប៉ាម្ដងទៀតក្នុងការស្វែងរកនាងដើម្បីសងសឹកហើយយកឈាមមកបង្ហូរឲ្យមយុរារបស់គេទៀតផងលោកមេប៉ាក៏មិនបានបដិសេធជាមួយនឹងសំណើមួយនេះដែរតែគាត់ក៏មិនឲ្យគេទៅម្នាក់ឯងនោះដែរដែលឲ្យជីងនឹងទៅជាមួយមើលរាល់សកម្មភាពទាំងអស់កុំឲ្យគាត់នឹងបង្កបញ្ហាអីសោះក្រោយពេលពួកគេចាក់ចេញទៅប៉រីក៏បានរាយការណ៍ទៅប្រាប់លោកគ្រូរបស់ខ្លួនថារឿងសាខាមុននេះក៏ជារឿងតូចតាចប៉ុណ្ណោះអ្វីដែលសំខាន់អ្នកនៅទំនេរកណ្ដាលនឹងបានផ្ញើសារប្រាប់ពួកគេថាមនុស្សបានមកដល់ទីនេះហើយដូច្នេះសូមឲ្យលោកគ្រូនឹងត្រៀមខ្លួនដើម្បីទទួលពួកគេតែរឿងក៏បានបង្ហាញអំពីអ្នកដែលមកពីទំនេរកណ្ដាលដែលសែងមឈូសនេះវិញម្ដងសេមេគេរអ៊ូរតមិនចង់នៅទីនេះនោះទេកាលណាដែលគេនឹងបំពេញបេសកកម្មរួចបានប្រាក់គេនឹងជួលរទេះធ្វើដំណើរទៅកាន់ទំនេរកណ្ដាលវិញដោយមិនងាកក្រោយនោះឡើយហើយរាជធានីគេនឹងចុះហាងល្បីញ៉ាំអាហារឲ្យឆ្អែតហើយទៅទិញស្បែកជើងគោវិញរបស់គេទៀតអ្នកគ្រប់គ្នាដែលលើការរអ៊ូរតរបស់គេនឹងពិតជាធន់ខ្លាំងមែនទែនក្រោយមកគេក៏បានទៅគូសមឈូសហៅលូឈីងថាតើគេនឹងចង់ស្នាក់នៅប៊ីងសៀងឬក៏ចង់ត្រឡប់ទៅកាន់ទំនេរកណ្ដាលវិញតែលូឈីងបានឆ្លើយតបនោះទេព្រោះគេគេងលុបបាត់ទៅហើយធ្វើឲ្យមេសាណាហូរចិត្តជាមួយនឹងលូឈីងយ៉ាងខ្លាំងកន្លែងបែបនេះក៏ចេះគេងទៅរួចដែររួចគេក៏ឲ្យអ្នកគ្រប់គ្នានឹងសម្រាប់សិនដោយមិនភ្លេចចំហក្តារមឈូសលូឈីងបន្តិចឲ្យគេតិចអីអញ្ចឹងណាអំឡុងពេលសម្រាប់លោកម្ចាស់ក៏បានច្រៀងបទស្រុកកំណើតដែលនិយាយអំពីទូកធ្វើឲ្យមេសាណាគេឆ្ងល់យ៉ាងខ្លាំងថាទាំងខាងជើងនឹងមានទូកដែរអីព្រោះថាវាសិតសឹងតែជាវាខ្សាច់អីអញ្ចឹងណាតែគាត់រាប់អាចបកស្រាយថាទូកមិនសម្រាប់តែនៅក្នុងទឹកនោះទេនៅវាខ្សាច់របស់គាត់ក៏មានទូកដែរហើយទូកនោះចេះហោះដាក់បានមនុស្សរាប់រយទៀតផងតែទោះបីជាគាត់នឹងព្យាយាមនិយាយយ៉ាងណាក៏ដោយក៏គ្មានអ្នកណាមកជឿគាត់នោះដែរតែគាត់ឈប់និយាយជាមួយអ្នកគ្រប់គ្នាតែម្ដងទៅព្រមនោះពួកគេក៏បានស្ដាប់ឮសម្រាប់ជើងសេះដែលមានមនុស្សជាច្រើនធ្វើដំណើរមកទីនេះធ្វើឲ្យពួកគេនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងទោះបីមេសានធានាសមត្ថភាពរបស់ពួកគេថានឹងអាចចោលឈ្នះចောင်းព្រៃអស់ទាំងនោះក៏ពួកគេនឹងមិនជឿនោះដែរដែលបន្តរត់គេចដែលលើកសាវអាននឹងទៅជាមួយទៀតមេសាណាគេឆ្ងល់ខ្លាំងមែនទែនឃើញពួកគេនឹងបានជួលខ្លួនឲ្យមកការពារមិនបានជួបរឿងបែបនេះហើយរត់គេចអស់អញ្ចឹងនិយាយរួចយកគេក៏បានរួចទៅតាមក្រោយដែលធ្វើឲ្យលូឈីងដែលគេតាមភ្ញាក់ឆ្ងល់ខ្លាំងមែនទែនថាពួកគេនឹងកំពុងតែរត់គេចពីអ្វីសាច់រឿងក៏បានបង្ហាញអំពីដំណើររបស់ស៊ីនមីនិងអាសឹងវិញម្ដងដល់កន្លែងមួយពួកគេក៏បានឃើញមនុស្សនឹងកំពុងតែបើកតូបទាយដោយម្នាក់ពាក់អាវសមានឈ្មោះថាតែស៊ឺឈិនចំណែកឯម្នាក់ទៀតគេមានឈ្មោះថាស៊ឺវិនពួកគេគឺជាបកពួកតែមួយនោះទេអ្នកទាំងអស់គ្នាប៉ុន្តែពួក
ពួកគេសម្ដែងដើម្បីឲ្យអ្នកស្រុកជឿថាការទីរបស់គេស័ក្តិសិទ្ធិអីអញ្ចឹងណាបណ្ដាលឲ្យអ្នកភូមិជាច្រើនដែលចាញ់លួចពួកគាត់នឹងសម្រុកទៅទីតែម្ដងក្លែងមើលចលឹងភ្នំដែលមីសានធ្វើដំណើរឆ្លងកាត់វាពោពេញដោយសត្វមានពឹសហើយអ្នកគ្រប់គ្នាដែលរត់គេចបាញ់នេះក៏មានម្នាក់ត្រូវពឹសខ្យល់ដំរីដែរលូឈីងកំពុងតែពិនិត្យមើលអ្នកដែលត្រូវពឹសដែលធ្វើឲ្យស៊ីនមីគេមកដល់ឃើញថាលូឈីងនៅទីនេះភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាដំណើររបស់គេនឹងលឿនដល់ថ្នាក់នឹងសោះមើលទៅកាន់អ្នកដែលត្រូវពឹសម្នាក់នេះវាធ្ងន់ធ្ងរខ្លាំងហើយទើបលូឈីងនឹងផ្ដល់យោបល់ឲ្យអ្នកទាំងអស់គ្នានឹងបញ្ញាទៅរកកន្លែងសម្រាប់ឲ្យគេជាបន្ទាន់សាច់រឿងក៏បានបង្វែរទៅក្រុមអ្នកជីសេះដែលមានជាងជីជាមួយណានគង់ជាអ្នកដឹកនាំបករបស់ខ្លួនដើម្បីតាមចាប់មនុស្សមកពីទំនាបកណ្ដាលលោកម្ចាស់ដែលត្រូវគេតាមតណាពិតជាភ័យខ្លាចខ្លាំងមែនទែនសុំវល់ឲ្យពួកគេនឹងទុកជីវិតឲ្យខ្លួនទៅពួកគេនឹងឆ្លើយថាគេមិនចង់ជឿជីវិតរបស់គាត់នោះទេគាត់ចង់សួរគាត់ពី3សំណួរអំពីមនុស្សមកពីទំនាបកណ្ដាលធ្វើដំណើរទៅកាន់ប៊ីងសៀងជាមួយគាត់អីអញ្ចឹងណាគាត់ក៏មិនដឹងថាមនុស្សអស់ទាំងនោះរត់ទៅណាដូចគ្នាព្រោះគេនឹងគាត់នៅជាកម្មករដែលមកពីទំនាបកណ្ដាលគាត់ជួលលើមជ្ឈប៉ុណ្ណឹងចាំងជីក៏មិនបានសួរដេញដោលឆ្ងាយនោះដែរទើបសាច់រឿងបង្ហាញអំពីផ្ទះសំណាក់មួយដែលគ្មានមនុស្សចូលសម្រាប់តតែសោះធ្វើអ្នកបម្រើនៅខាងមុខគេពិតជាធន់ខ្លាំងមែនទែនប្រាប់តកែរបស់គេនឹងឲ្យបិទហាងទៅព្រោះមានមនុស្សនោះទេតែតកែហាងមិនអាចបិទតាមសម្ដីរបស់គេដែលមិនរើស៊ីបានទៅព្រមនោះក្រុមរបស់លូឈីងក៏បានធ្វើដំណើរតម្រង់មកដល់ផ្ទះសំណាក់មួយនេះពួកអ្នកបម្រើគេពិតជាសប្បាយចិត្តខ្លាំងមែនទែនរកចំនួនមនុស្សថាបានប្រមាណអ្នកទៀតផងក្រោយមកពួកគេក៏បញ្ញាដាក់អ្នកត្រូវពឹសនៅលើក្រែហើយចែកការងារគ្នាធ្វើដើម្បីជួយសង្គ្រោះទៅកាន់បរិមម្នាក់នោះសាច់រឿងក៏បានបង្ហាញអំពីការធ្វើដំណើររបស់ស៊ីនមីវិញម្ដងក្រោយពីហត់នឿយអាសឹងសុំខ្លួនទៅរកទឹកទុកឲ្យស៊ីនមីនឹងបង្កាត់ភ្លើងដើម្បីដុតនំដែលកន្លែងដែលនាងអង្គុយសម្រាប់គឺនៅចិត្តស៊ឺឈិនខ្លាំងមែនទែនស៊ឺឈិនឃើញបែបនេះហាក់ដូចជាមានឱកាសក្នុងការរកលុយរបស់គេទៀតហើយក៏យកដៃមកទេចុះឡើងមើលទឹកបោករបស់នាងហាក់បីដូចជាកំពុងតែគិតដល់អ្នកណាម្នាក់ស្របពេលជាមួយគ្នាស៊ីនមីក៏កំពុងតែគិតអំពីលូឈីងសាផងគេក៏បានប្រើល្បិចធ្វើជាខ្សែនឹងផើទៅកន្លែងរបស់នាងដែលចង់ទូទាយឲ្យនាងបន្តិចដែលឥតគិតថ្លៃអីអញ្ចឹងទៅតបងស៊ីនមីគេចង់បដិសេធដល់ពេលស៊ឺឈិននិយាយចុះឡើងថាក្នុងគំនិតរបស់នាងកំពុងតែគិតដល់អ្នកណាម្នាក់ហើយម្នាក់នោះពិតជាមានដងចិត្តស្មុគស្មាញខ្លាំងមែនទែនពួកឲ្យស៊ីនមីចាប់ផ្ដើមជឿទៅលើគាត់ដើម្បីឲ្យគាត់នឹងទូទាយឲ្យនាងស៊ឺឈិនក៏និយាយអំពីទំនាក់ទំនងដ៏ស្មុគស្មាញរបស់អ្នកទាំងពីរថាប្រសិនបើនាងមានគាត់នៅក្នុងចិត្តហើយចង់ស្វែងរកគាត់គេក៏មានវិធីដើម្បីជួយនាងផងដែរតែមិនទាន់ដឹងថាវិធីនោះគឺជាអ្វីផងស្រាប់តែស៊ីនមីនឹងដួលសន្លប់បានមកពីថ្នាំបំផន់ដែលគេបានដាក់នៅលើចិញ្ចើរបស់ស៊ីនមីក្រោយពេលដែលនាងដឹងខ្លួនឡើងវិញឃើញថាប្រាក់របស់នាងមួយចំនួននឹងត្រូវបានបុករួមជាមួយនឹងថ្នាំបំផន់នៅលើចិញ្ចើរបស់នាងជឿជាក់យ៉ាងច្បាស់ថានាងត្រូវបានគេបោកហើយអ្នកទាំងពីរក៏មិនទុកឲ្យពួកគេនឹងរួចខ្លួននោះដែរទើបសាច់រឿងបង្ហាញអំពីផ្ទះសំណាក់វិញម្ដងគ្រាន់តែឃើញមីសានគេចុះមកពីខាងលើម្ចាស់ផ្ទះសំណាក់នឹងក៏បានសុំឲ្យគេយកមឈូសមួយនេះដាក់ទៅទីឃ្លាខាងក្រោយទៅព្រោះថាផ្ទះសំណាក់របស់គេត្រូវការរកស៊ីបើទោះបីជីវិតជាមឈូសទៅទេក៏ដោយមីសានឃើញថាទីនេះមានភ្ញៀវផងតែប្រសិនបើគាត់ចង់យកចេញទៅក៏យកខ្លួនឯងចោះធ្វើឲ្យម្ចាស់ផ្ទះសំណាក់នឹងគេពិតជាពិបាកចិត្តខ្លាំងមែនទែនព្រោះគេនឹងចង់ឲ្យគាត់គឺជាអ្នកយកចេញទៅនៅខាងលើបន្ទាប់ពីលូឈីងបានចាក់មកចូលតូបជឿពើគេក៏បាននិយាយបន្ថែមទៀតពើចូលដល់ក្នុងតសៃពោះដៃរបស់គាត់ហើយមិនអាចព្យាបាលបានឡើយបានត្រឹមពជាពេលប៉ុណ្ណោះប្រសិនបើចង់ព្យាបាលត្រូវទៅរកថ្នាំមួយយ៉ាងដែលមានឈ្មោះថាស្មៅបង្ក្រាបនេះជាធម្មតាវាដុះនៅតំបន់ងងឹតលើវាខ្សាច់ហើយគាត់ក៏ធ្លាប់ឃើញវាថាដុះនៅកលឹតភ្នំដែលមិនត្រូវពលឺព្រះអាទិត្យផងដែរដើម្បីឲ្យអ្នកទៅស្វែងរកវាកាន់តែច្បាស់គេក៏បានគូរួមមកបញ្ជាក់សេអ៊ីងទទួលបានរូបមួយនោះហើយនឹងក៏ចង់ទៅតែម្នាក់ឯងតែត្រូវបានថាងយូនឹងហាមឃាត់ថាគេនឹងទៅជាមួយព្រោះខ្លាចវាមានគ្រោះថ្នាក់អីអញ្ចឹងណាតែមូសាណាគេចង់ទៅវិញដែលគិតថាអ្នកទាំងអស់គ្នាគឺជាមនុស្សល្ងងបើត្រូវពឹសខ្យល់ដំរីមួយទៀតច្បាស់ជាត្រូវត្រៀមមឈូសជាមិនខានអីអញ្ចឹងណាសេអានក៏សុំទៅជាមួយដែរតែក៏ត្រូវបានមីសានឹងបដិសេធកុំឲ្យគេបង្កបញ្ហាអីនៅទីនេះទៅក្រោយមកអ្នកទាំងពីរក៏បានចេញដំណើរទៅរកស្មៅមួយនោះដោយម្ចាស់ហាងក៏ឃើញពួកគេទាំងពីរចុះមកនឹងក៏បញ្ញាកុំឲ្យពួកគេនឹងទូទាត់ថ្លៃចំណាយឲ្យខ្លួនមកប៉ុន្តែគេបែរជានិយាយថាឲ្យទៅគិតគូរជាមួយអ្នកប្រមឹកនៅខាងលើទៅធ្វើឲ្យម្ចាស់ហាងពិតជាហួសใจខ្លាំងមែនទែនមិនគួរមនុស្សក្រីក្របែបនេះមានសន្តានចិត្តល្អសោះអ្នកបម្រើនៅទីនោះក៏ដូចគ្នាចង់ទៅដេញពួកគេនឹងចេះអស់នោះទេតែបែរជាត្រូវតកែរបស់គេនឹងបន្ទោសយ៉ាងខ្លាំងដេញឲ្យទៅយាមនៅខាងមុខដើម្បីទទួលភ្ញៀវភ្លាមនោះគេក៏បានសង្កេតឃើញថាមានមនុស្សមួយក្រុមទៀតបានមកដល់ទីនេះទៀតហើយអ្នកម្ដាលគឺក្រុមរបស់ជីងមើលតាមការស្លៀកពាក់របស់គេធ្វើឲ្យម្ចាស់ហាងគេលើកទឹកមកបន្តិចហើយចុះមកដល់ខាងក្នុងឃើញតុអត់ស្អាតអ្នកបម្រើមិនតន់ចូលគឺគេអត់តន់អង្គុយនោះដែរតោះតែសម្អាតរួចរាប់បានគេនឹងអង្គុយចុះសារីជាបន្តក៏បានបង្ហាញអំពីក្រុមបោកប្រាស់របស់ស៊ឺឈិនវិញម្ដងមានអតិថិជនម្នាក់នឹងគេចង់ឲ្យស៊ឺឈិននឹងទៅផ្ទះរបស់គេដើម្បីបង្ក្រាបបិសាចអីអញ្ចឹងណាព្រោះថាគេនឹងយល់ជាយល់សពអត់ល្អជាយូរណាស់មកហើយបានដែររបស់ស៊ឺវិនគេក៏ចាប់ផ្ដើមអួតអំពីស៊ឺឈិនថាជាទេវតាឈួតមានថាអពរខ្លាំងក្លាកំចាត់បិសាចនានាថែមទាំងនិយាយថាអ្នកដែលនៅខាងក្រោយមិនមែនជាមនុស្សនោះទេពួកគេនឹងគឺជាបិសាចជ្រូកដែលស្ម័គ្រចិត្តដើរតាមលោកគ្រូរបស់ខ្លួនរហូតទទួលទម្រង់ជាមនុស្សអ្វីដែលសំខាន់ណាស់លោកគ្រូរបស់ពួកគេនឹងមិនត្រឹមតែអាចកំចាត់បិសាចបាននោះទេថែមទាំងមើលហុងស៊ុយការពារឲ្យមានសុវត្ថិភាពរហូតដល់5ចំនួនទៀតផងលើបាននេះបរិមអ្នកនោះពិតជាត្រេកអរយ៉ាងខ្លាំងថាសកម្មភាពដ៏អួតអាងរបស់គេនឹងត្រូវបានកាំងស្តុកបន្ទាប់ពីឃើញថាអ្នកនៅខាងមុខគឺជាស៊ីនមីដែលពួកគេនឹងទៅបោករួចក៏បញ្ញារត់គេទៅពួកឲ្យល្អម្នាក់នោះឆ្ងល់យ៉ាងខ្លាំងថាតើវាមានរឿងអ្វីកើតឡើងយ៉ាងណាមិញពួកគេគឺជាមនុស្សធម្មតាមិននឹងអាចឈ្នះអ្នកម្ដងបានទៅតែរបស់សឹងរហ័សខ្លាំងមែនទែនមួយគាត់នៅខាងមុខចំណែកមួយទៀតផ្ចង់ពួកគេពីខាងក្រោយធ្វើពួកគេពិតជាភ័យខ្លាចយ៉ាងខ្លាំងទើបស៊ឺឈិញនឹងបានបញ្ជាក់ថាពេលនេះចាប់អស់ហើយគាត់ស្មានតែនាងគឺជាអ្នកដំណើរធម្មតាមិននឹកស្មានថាមកពីប៉ាអមតៈតតែសោះអ្នកទាំងពីរក៏បង្ហាញខ្លួននៅមុខរបស់ពួកគេធ្វើឲ្យពួកគេនឹងចាប់ផ្ដើមលុតជង្គង់ចុះបានគេចង់សម្លាប់ខ្លួនអីអញ្ចឹងណាស៊ីនមីក៏បានធ្វើឲ្យពួកគេនោះដែរគាត់ទៅយកប្រាក់របស់ខ្លួនត្រឡប់មកវិញហើយនិយាយកុំឲ្យគេនឹងបោកប្រាស់មនុស្សទៅទៀតឬក៏បន្តដំណើររបស់នាងចាក់ចែងទៅចំណែកឯដៃរបស់អាសឹងរត់ចូលក្នុងស្រុករបស់វាដែរធ្វើឲ្យស៊ូឈិញនឹងស្មានម្ដងទៀតហើយថាការទូទាយរបស់គេនឹងអត់ខុសនោះទេ
នេះមិនមែនជាមនុស្សនៅក្នុងបឋិនយេនតែនាងគឺជាមនុស្សធម្មតាដែលថ្លៃថ្នូរខ្លាំងមែនទែនពួកគេដូចជាមានសង្ឃឹមហើយចង់តាមនាងមិនដឹងនោះទេតែមកកាន់អ្នកដែលត្រូវពឹសឯនេះវិញថាងយូរជាមួយអ្នកដទៃពិតជាព្រួយបារម្ភខ្លាំងមែនទែនខ្លាចថាគាត់មិនអាចត្រាំដល់មេសានឹងត្រឡប់មកវិញបានរំពេចនោះបរោះត្រូវពឹសនឹងក៏បានដឹងខ្លួនសួរទៅកាន់បងប្អូនរបស់គេថាគ្មានពាក្យជូនពររបស់ខ្លួនទេអីហេតុអ្វីបានចេញនិយាយបែបនេះលោកឈិញក៏ពិនិត្យមើលអាការៈរបស់គេត្បិតតែចិត្តពឹសនឹងត្រូវបានទប់ទល់តែនៅតែត្រូវការថ្នាំបន្សាបដដែលហើយរាងកាយក៏ត្រូវការសារធាតុចិញ្ចឹមដើម្បីទ្រើទ្រង់តែអំឡុងពេលនេះពួកគេអាចផ្ដល់ឲ្យគាត់បានត្រឹមតែទឹកបន្តិចបន្តួចប៉ុណ្ណោះស្របពេលជាមួយគ្នាវងជីននៅខាងក្រោមចង់ឲ្យម្ចាស់ផ្ទះសំណាក់នឹងសម្អាតបន្ទប់ខាងលើទុកឲ្យពួកគេតែម្ចាស់ផ្ទះសំណាក់នឹងបានបដិសេធព្រោះថាបន្ទប់នៅជាន់លើនឹងត្រូវបានជួលឲ្យអ្នកផ្សេងបាត់ទៅហើយលើបែបនេះវងជីនក៏បញ្ចេញកំហឹងរបស់ខ្លួនឲ្យទម្លាក់ពេងតែម្ដងធ្វើឲ្យម្ចាស់ផ្ទះសំណាក់នឹងមានការខឹងសម្បាបន្តិចតែយងចេញមកសម្របសម្រួលដោយយកប្រាក់ឲ្យម្ចាស់ផ្ទះសំណាក់នឹងសម្របសម្រួលជួយនិយាយឲ្យអ្នកដែលនៅខាងលើនឹងទុកបន្ទប់ឲ្យពួកនាងផងតែម្ចាស់ផ្ទះសំណាក់បានយកប្រាក់ទៅជូនខាងលើនិយាយជាមួយលូឈិញថាអ្នកដែលនៅខាងក្រោមចង់ផ្លាស់ប្ដូរបន្ទប់ជាមួយគេអីចឹងណាលូឈិញអាចមើលទៅឃើញថាម្នាក់នោះគឺជាយងធ្វើឲ្យគេនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯអ្នកដទៃទៀតគេពិតជាមិនពេញចិត្តនោះឡើយព្រោះថាគ្នាគេនឹងកំពុងតែមានរបួសធ្ងន់ពិបាកក្នុងការផ្លាស់ប្ដូរបន្ទប់មិនយ៉ាងអាចផ្លាស់ប្ដូរបន្ទប់ដោយងាយៗបានទៅចំពោះប្រាក់បន្តិចបន្តួចបែបនេះនេះមិនយកនោះទេថែមទាំងថាឲ្យម្ចាស់ផ្ទះថាគ្មានភាពអៀនខ្មាស់មកដេញខ្លួនទៀតតែលូឈិញអត់ចង់បង្កបញ្ហាជាមួយនឹងនោះទេក៏យកព្រមជាមួយនឹងម្ចាស់ផ្ទះសំណាក់ដែលធ្វើឲ្យគាត់ពិតជាត្រេកអរយ៉ាងខ្លាំងហើយគាត់ក៏បានរៀបចំបន្ទប់នៅជាន់ទី1រួចជាស្រេចដើម្បីទទួលពួកគេដែរថ្មីត្បិតតែអ្នកនៅទីនោះគេមិនយល់អំពីគោលបំណងរបស់លូឈិញតែគេនឹងក៏មិនបដិសេធនោះដែរដោយមិនភ្លេចយកលុយពីម្ចាស់ផ្ទះសំណាក់ទាំងអារម្មណ៍ខឹងសម្បាក្លែងមកកាន់ស៊ីនមីនិងអាសឹងដែលចូលហូបមីវិញម្ដងពួកគេពិតជាស្រឡាញ់ហើយបារម្ភពីគ្នាយ៉ាងខ្លាំងសូម្បីតែមីម្ចាស់ដែលមានពឹងទីក៏ដួសឲ្យគ្នាទៅមកដែរអំឡុងពេលនោះគ្រូរកឈីនឹងក៏ចូលមកតាមក្រោយនាងធ្វើឲ្យអ្នកបម្រើនឹងទៅសួរថាគាត់នឹងត្រូវការហូបអ្វីដែរដោយឮថាគាត់និយាយទឹកធម្មតាធ្វើឲ្យអ្នកបម្រើមួយនោះទម្លាក់ទុកមកចោលតែម្ដងដាក់តម្លៃទឹកធម្មតាស្មើនឹងកាទៀវធ្វើឲ្យពួកគេនឹងពិតជាមកយ៉ាងខ្លាំងតែអ្នកបម្រើអត់ខ្វល់នោះទេឃើញសភាពរបស់គេក្រីក្របែបនេះដឹងតែគ្មានលុយឲ្យខ្លួនឯងទៅសួរបញ្ជាក់ថាតើគេញ៉ាំឬក៏មិនញ៉ាំអ្នកខាងក្រៅព្យាយាមធ្វើដៃថាយក3ចានតើមានណាស៊ុយឆេងបានឲ្យអ្នកបម្រើនឹងដាក់ឲ្យខ្លួនតែមួយចានប៉ុណ្ណោះឬក៏យកចានកាទៀវនឹងដាក់ទៅតុជាមួយស៊ីនមីក្រោមលេខឋានទីនេះអត់មានកន្លែងអង្គុយគេសុំចាត់រំលែកផងអីចឹងណាស៊ីនមីនឹងអាសឹងក៏មិនបានប្រកាន់ច្រើនអ្វីនោះដែរតែស៊ុយឆេងណាបានឈប់ត្រឹមនឹងណាទាំងអស់គ្នានៅតែបន្តនិយាយកែកៀវក្នុងគោលបំណងចង់ឲ្យស៊ីនមីជួលខ្លួនដើម្បីស្វែងរកអ្នកណាម្នាក់នៅសាំងខាងជើងធ្វើអាសឹងឲ្យគេស្ទើរតែទ្រាំបានទៅហើយទើបស៊ីនមីនឹងនិយាយឡើងអំពីរឿងដែលគាត់បានកុហកបោកប្រាស់យកប្រាក់របស់នាងកាលពីលើកមុននាងមិនរើរឿងវែងឆ្ងាយព្រោះឃើញថាគេនឹងមានមនសិការមិនយកប្រាក់របស់នាងទាំងអស់រត់ទៅតែវាក៏ជាមនសិការនៃមនុស្សកុហកមិនថាគេនឹងមានគោលបំណងអ្វីក៏ដោយសូមឲ្យតែឈប់តាមនាងទៅបានហើយនិយាយរួចស៊ីនមីក៏បានហាសឹងចាក់ចេញពីទីនោះដែលធ្វើឲ្យអ្នកទាំង3នឹងបានដៃកាទៀវដែលនៅទីនោះចាំកាលទៀតនាំគ្នាបួងជើកដែលមិនខ្វល់អំពីអារម្មណ៍របស់ម្ចាស់គេថាមួម៉ៅប៉ុណ្ណានោះទេបន្ទាប់មកអ្នកទាំង3ចាប់ផ្ដើមគិតមិនយល់អំពីវត្តមានរបស់នារីទាំងពីរដែលនៅទីនេះថាតើពួកគេនឹងចង់បានអ្វីពីខ្លួនឲ្យពិតប្រាកដឬមកក៏ចង់សម្រាប់ខ្លួនអីអញ្ចឹងណាតែវាក៏ធ្វើឲ្យពួកគេនឹងកាន់តែស្មុគស្មាញព្រោះថាអ្នកទាំងពីរដូចជាមិនដឹងអំពីសមាសធាតុពិតប្រាកដរបស់ពួកអ្នកទាំង3នោះទេស្របពេលជាមួយគ្នាសាប់ទីលឺសម្លេងបាក់សៃដែលនៅខាងក្រៅលោកស៊ូក៏នៅឃើញភ្លាមដឹងផ្លែថាមនុស្សដែលមកពីនគរធានយេណាបានមកដល់ទីនេះហើយទៅពួកគេនឹងបញ្ញារត់គេខ្លួនជាបន្តទៀតនៅជិតក្រុងប៉ៃជុងជីងក៏បានដឹកនាំមនុស្សរបស់ខ្លួននឹងមកចូលសម្រាប់នៅទីនេះតែពួកគេអត់ស្ដាប់បញ្ជារបស់ស៊ីម៉ារ៉ានឲ្យសម្រាប់នៅទីនោះទេតតែប៉ៃជុងជីងហាក់មាត់ទៅគេនឹងព្រមចុះពីលើសេះពួកអាស៊ីម៉ារ៉ានគេពិតជាខឹងហើយមួម៉ៅជាមួយប៉ៃជុងជីងខ្លាំងមែនទែនតែក៏បានបង្ហាញអារម្មណ៍ពិតនៅចំពោះមុខប៉ៃជុងជីងនោះដែរបែរទៅជានិយាយកុំឲ្យប៉ៃជុងជីងមានការព្រួយបារម្ភអីចំពោះការតាមចាំអ្នកបណ្ដុះបណ្ដាលតូចតាចអស់ទាំងនោះព្រោះថាបច្ចុប្បន្នច្រើននឹងបានឡោមព័ទ្ធពួកគេហើយវាមិនមែនជារឿងធំដុំដែលអាចបង្កបញ្ហាបាននោះទេប៉ៃជុងជីងដូចជាមានអារម្មណ៍ថាខុសដែលមានមនុស្សជាច្រើនតាមចាប់មនុស្សសាមញ្ញមកក្រុមអីចឹងណាទើបស៊ីម៉ារ៉ាននិយាយបន្តទៀតថាពួកគេមិនមែនជាមនុស្សសាមញ្ញនោះទេគឺជាមនុស្សដែលប្រកែកក្នុងការគ្រប់គ្រងចិត្តដែលរីករាលដាលគ្រប់ទីកន្លែងដូចជាជំងឺឆ្លងចឹងត្បូងគេបានលើថាសង្គមវូសៀងនឹងមានតែត្រឹម10នាក់ប៉ុណ្ណោះតែវាក៏ត្រូវបានរីករាលដាលគ្រប់ប្រហាហើយប្រមូលផ្ដុំគ្នាបង្កបញ្ហាខ្លាំងមែនទែនដល់ថ្នាក់ធ្វើឲ្យមន្ត្រីនៅគ្រប់ខេត្តមានការឈឺក្បាលយ៉ាងខ្លាំងប៉ៃជុងជីងក៏រំលឹកដល់ពនាងវូសុងដែលត្រូវបានគេដាក់នាមជាទេធីតានៃការបង្កើតហត្ថកម្មតែស៊ីម៉ារ៉ាណាបែរជាគិតថាបេះដូងរបស់ពួកគេដូចជាបិសាចដែលពាក់ស្បែកពនាងប៉ុណ្ណោះប្រហែលឆ្នាំមួយនេះពួកគេបានរាយការណ៍ពីពេញពិភពលោកដែលបណ្ដាលឲ្យមនុស្សជាច្រើនមានការវង្វេងស្មារតីដូច្នេះហើយគេមិនត្រូវធ្វើឲ្យដួងចិត្តរបស់គេនឹងទន់ជ្រាយនោះទេដើម្បីមនុស្សជាទាំងអស់ក៏ដូចជាប៉ាអមតៈផងដែរប៉ៃជុងជីងស្ដាប់ឮបែបនេះហើយពិតជាខឹងជាមួយអ្នកនៅក្នុងសង្គមមួយនេះខ្លាំងមែនទែនរំពេចនោះបាក់សៃរបស់គេនឹងក៏ប្រាប់ដំណឹងអំពីសង្គមវូសៀងដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងបញ្ញាទៅទីនោះជាបន្តសៃរឿងក៏បានបង្ហាញអំពីស៊ីនមីបានចូលទូកមួយធ្វើដំណើរទៅកាន់សៀងខាងជើងតែអត់បានចេញដំណើរផងសពតែអ្នកទាំង3នឹងមកសំវល់ឲ្យជួយសង្គ្រោះគេផងគេកំពុងតែត្រូវសត្រូវនឹងតាមប្រមាញ់ប្រសិនបើនាងជួយសង្គ្រោះជីវិតដល់ថោកទេតែ3របស់ពួកគេនាងប្រៀបដូចជាបានធ្វើបុណ្យជាច្រើនអីចឹងទៅនិយាយរួចក៏បានរត់ចូលទៅក្នុងទូកអស់ដែរធ្វើឲ្យអ្នកទាំងពីរនឹងក៏គ្មានជំរឿននោះដែរមានតែឲ្យពួកគេនឹងទៅជាមួយលោកពេលដែលទូកបានទៅដល់មុខបន្តិចក្រុមរបស់ប៉ៃចុងជីងនឹងក៏បានមកដល់ដោយប្រើអាវុធរបស់ខ្លួននឹងចង់បញ្ឈប់ទូកមួយនោះឃើញបែបនេះស៊ីនមីក៏បានប្រើប្រាស់អាវុធព្រះច័ន្ទរបស់នាងនឹងមកទប់ទល់វិញធ្វើឲ្យប៉ៃចុងជីងនឹងគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាពួកគេនៅជាមួយនឹងស៊ីនមីអីចឹងណាក្រោយមកក៏ដល់វិញរបស់អ្នកទាំង3វិញម្ដងហើយអ្នកទាំងអស់គ្នាអាសឹងបានយកដៃភ្ជុងទៅកាន់ពួកគេគំរាមឲ្យគេនិយាយការពិតទាំងអស់ថាគេនឹងគឺជាអ្នកណាហើយមានបញ្ហាអ្វីជាមួយនឹងប៉ាធានយ៉ែនតែបងពួកគេព្យាយាមលាក់ថាខ្លួនឯងនឹងគ្រាន់តែជាមនុស្សក្រីក្រក្រោមការគំរាមកំហែងរបស់អ្នកទាំងពីរនឹងក៏លេចចេញឡើងថាពួកគេនេះឯងគឺជាអ្នកដែលយកសភើចេញមកពីភ្នំលីងជីព្រោះសភើនេះអាចផ្ដល់ចំណេះដឹងដល់អ្នកទូទៅហើយពួកគេនឹងគ្រាន់
គាត់តែចង់ចម្លងវាប៉ុណ្ណោះតែចម្លងអត់តណាក៏បានយកវាមកតែម្ដងទៅរឿងបាក់ឈិនយ៉ែនមកតាមខ្លួនណាគេក៏មិនដឹងច្បាស់នោះដែរប្រហែលជាបាក់អមតៈទាំងអស់ហ្នឹងជួយឈើឆ្អាយចំនួនភ្នំលីងជីឯងបានមកតាមចាប់ពួកគេបែបនេះស៊ីនមេជាមួយនឹងអាសឹងដូចដើមអញ្ចឹងអ្នកទាំងអស់គ្នាអត់ស៊ូដេញដោលវែងឆ្ងាយនោះទេគាត់តែចង់ឲ្យពួកគេនឹងឈប់តាមខ្លួនប៉ុណ្ណោះចេះរស់អ្នកទាំងពីរក៏បានដើរចាក់ចេញទៅលុះធ្វើដំណើរដល់វាខ្សាច់តាប់តែឃើញកប៉ាល់ដ៏ធំមួយហ្នឹងនៅលើនោះដកមានទឹកនោះទេធ្វើឲ្យពួកគេនឹងពិតជាឆ្ងល់យ៉ាងខ្លាំងតែនៅវត្តមានរបស់អ្នកទាំង3ហ្នឹងក៏បានលេចឡើងទៀតហើយពីពរនីអំពីទូកមួយនេះថាវាត្រូវបានសាងសង់ឡើងពីឈើដ៏ល្អនិងរឹងមាំអីចឹងទៅតាមការសង្កេតមើលនៃកប៉ាល់មួយនេះត្រូវបានគេបោះបង់ចោលប្រហែលជារាប់រយឆ្នាំក្រោយរួចគេក៏បានមកនិយាយជាមួយអ្នកទាំងពីរវិញថាគ្មានបំណងក្នុងការរញ៉េរញ៉ៃទៅកាន់ពួកគេនោះទេដោយសារតែផ្លូវទៅកាន់សាំងខាងជើងនឹងមានតែមួយនឹងឯងស៊ីម៉ៃក៏មិនប្រកាសអ្វីនោះដែរនាងក៏នៅឆ្ងល់ព្រោះថាពីនេះទៅសមុទ្រវាប្រហែលជាធ្វើដំណើររយៈពេល2ខែមិននឹងអាចមានមនុស្សយកកប៉ាល់មកទុកទីនេះអញ្ចឹងទើបស៊ឺឈីញ៉ាបាននិយាយប្រាប់នាងថានេះមិនជាកប៉ាល់សមុទ្រនោះទេវាគឺជាកប៉ាល់ប៉មដែលអាចហោះហើរនៅលើវាខ្សាច់ដែលបញ្ចូលអំពីកន្លែងផ្សេងហើយធ្លាក់មកនៅទីនេះឯងតែស៊ីម៉ៃអត់ជឿនោះទេសមត្ថភាពដែលអាចហោះហើរបានណាមានតែប៉ាអមតៈរបស់ពួកនាងប៉ុណ្ណោះស៊ូវិនជាមួយលោកស៊ូវិននៅតែបកស្រាយអំពីកប៉ាល់មួយនេះថាត្រូវបានកសាងដោយបុព្វបុរសរបស់ពួកគេធ្វើឡើងពីឈើដែលមិនអាចបំផ្លាញបានហើយមានកណ្ដុងបាញ់ចំនួន100ទុកនៅថង់ស្ពនធរចំនួនធំទៀតផងតែអ្នកទាំងពីរបែរជាអស់សំណើចនិយាយថាថង់ស្ពនធរមួយនោះគឺជាទ្រព្យសម្បត្តិនៃសត្វអមតៈដែលធ្វើឲ្យពួកអ្នកទាំងពីរនឹងពិតជាមុំម៉ៅយ៉ាងខ្លាំងព្យាយាមបកស្រាយថាវានឹងគឺជារបស់បុព្វបុរសរបស់ខ្លួនទោះបីស៊ឺឈិញគេព្យាយាមហាមឃាត់ក៏គេនៅតែនិយាយថាបុព្វបុរសរបស់គេនឹងគឺជាស្ត្រីដ៏អស្ចារ្យដែលអាចបង្កើតសមត្ថកម្មមួយនេះបានហើយឥឡូវនាងខ្លាចទៅជាប្រេះហើយមនុស្សគ្រប់គ្នាបានដាក់រហស្សនាមឲ្យនាងជាព្រះនាងវូសងស្នាដៃដ៏ល្អប្រណិតរបស់នាងត្រូវបានកែច្នៃដល់អពុទ្ធហេតុអស្ចារ្យខ្លាំងមែនទែនកាលពីរាប់ពាន់ឆ្នាំមុនបើតាមគេស្មានពេលនោះអ្នកទាំងពីរនឹងប្រហែលជាមនុស្សធម្មតាមិនទទួលបានភាពអមតៈដូចជាសពថ្ងៃនេះទេស៊ឺឈិញគេព្យាយាមនិយាយសម្របសម្រួលកុំឲ្យអ្នកទាំងពីរនឹងប្រកាន់ជាមួយនឹងសម្ដីរបស់គ្នាគេអីតែអ្នកទាំងពីរក៏មានគំនិតឆ្ងល់ទៅលើកប៉ាល់មួយនេះដូចគ្នាសាច់រឿងក៏បានបង្ហាញអំពីរូងភ្នំឈិញយានដែលនៅទីនោះពោពេញទៅដោយចង្គៀងព្រលឹងគ្រប់គ្រងដោយបរិះម្នាក់ដែលទៅនឹងក្រោកពីការវឹកហាត់របស់ខ្លួនអ្នកគ្រប់គ្នាហៅគេថាជាលោកឪពងគ្រាន់តែសម្លឹងមើលចង្គៀងព្រលឹងមួយដែលត្រូវបានរលត់គេដឹងភ្លាមថាលោកគូដែលជាកូនរបស់គេនឹងត្រូវបានស្លាប់ហើយចំណែកឯសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ត្រូវចាប់ដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ